ចាលោកអ្នកឡើយនេះយើងបន្តព័ត៌មាននៅក្នុងវគ្គនេះជាបន្តទៀតបាទយើងបន្តព័ត៌មានពាក់ព័ន្ធនឹងប្រជាពលរដ្ឋគឺដោយសារតែមានការប៉ះពាល់ដីរបស់គាត់គឺគាត់មានការតវ៉ាគឺប្រជាពលរដ្ឋចំនួន9គ្រួសារគឺតវ៉ាចំពោះកងពលតូចលេខ6ដែលរំលោភយកដីរបស់ពួកគាត់បាទនេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋចំនួន9គ្រួសារដោយសារតែគាត់បាត់បង់ដីធ្លីនោះបាទប្រជាពលរដ្ឋចំនួន9គ្រួសាររស់នៅភូមិថ្លឹងកែងបាទភូមិឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យគឺបានតវ៉ាចំពោះទាហានវរៈសេនាតូចលេខ262នៃកងពលតូចលេខ6ថាបានរំលោភយកដីចម្ការរបស់ពួកគាត់ចំនួន60ហិកតាដោយគ្មានការដោះដូរព្រមទាំងរុះរើផ្ទះរបស់ពួកគាត់ចាប់ប្រជាពលរដ្ឋចងស្លាប់សេកតបធាឲ្យយកទៅឃុំនៅឯអង្គភាពនិងយកដីទាំងនោះទៅជួលឲ្យអ្នកផ្សេងដាំដុះទៅវិញប្រជាពលរដ្ឋទាំង9គ្រួសារបាននិយាយដឹងថាពួកគាត់បានកាប់ឆ្ការដីព្រៃនៅទីនេះធ្វើចំការតាំងពីឆ្នាំ2002មកម្លេះហើយដីទាំងអស់នោះគឺមានបង្កាន់ដៃដែលចេញដោយក្រុមនិស្សិតផងដែរពេលតែរយៈពេលខ្លីប៉ុណ្នេះគឺខាងទាហានវរៈ262នៃកងពលតូចលេខ6ឈ្មោះថាសេងសានបានបញ្ជាឲ្យកូនទាហានរបស់គាត់ដេញនឹងរុះរើផ្ទះរបស់ប្រជាពលរដ្ឋហើយមិនឲ្យពួកគាត់ធ្វើការដាំដុះនៅលើដីនោះទេទោះបីជាមានបទបញ្ជាពីអាដាមឈុំខេងនៃបញ្ជាការកងពលតូចលេខ6ក៏ដោយប្រជាពលរដ្ឋទាំង9គ្រួសារបានលើកពីបញ្ហាកន្លែងនេះនៅចំពោះមុខអាដាមសថាវីអភិបាលខេត្តឧត្តរមានជ័យនៅក្នុងឱកាសបើកវេទិកាសាធារណៈនៅក្នុងស្រុកត្រពាំងប្រាសាទកាលពីថ្ងៃទី22ខែកុម្ភៈឆ្នាំ2014អាដាមសថាវីបាននិយាយដឹងថាចំពោះបញ្ហាប្រជាពលរដ្ឋទាំង9គ្រួសារអាដាមបានទទួលរបាយការណ៍រួចហើយអាដាមសូមឲ្យមានការដោះដូររវាងប្រជាពលរដ្ឋនិងវរៈសេនាតូច262និងប្រកុលទីនេះឲ្យអាជ្ញាធរស្រុកជាអ្នករៀបចំដោយចេញប្លង់កម្មសិទ្ធិស្របច្បាប់ឲ្យបានត្រឹមត្រូវលោកនៅសំដារារិទ្ធអភិបាលស្រុកត្រពាំងប្រាសាទបាននិយាយដឹងថាពាក់ព័ន្ធនឹងបញ្ហាខាងនេះលោកបានអញ្ជើញប្រជាពលរដ្ឋទាំង9គ្រួសារនិងខាងទាហានវរៈសេនាតូចលេខ262មកដោះស្រាយគ្នាហើយចំពោះខាងទាហានបានយល់ព្រមដោះដូរដីឲ្យប្រជាពលរដ្ឋនៅកន្លែងផ្សេងក៏ប៉ុន្តែខាងប្រជាពលរដ្ឋមិនព្រមដោះដូរនោះទេគឺចង់បានដីដដែលនោះទើបលោកបានកំណត់ពេលវេលាពួកគាត់ទាំង9គ្រួសារពិចារណារយៈពេល1សប្តាហ៍ទៀតទើបមកសម្រេចម្ដងទៀតហើយបើនៅមិនព្រមព្រៀងគ្នាទៀតលោកនឹងបញ្ជូនសំណុំរឿងនេះទៅអាជ្ញាធរខេត្តដើម្បីដោះស្រាយបញ្ហានេះបាទនេះគឺពាក់ព័ន្ធប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យគាត់គឺសំណុំពរពាក់ព័ន្ធនឹងការបាត់ដីរបស់ពួកគាត់នោះបាទចាស់លើនេះឥឡូវនេះយើងបន្តរឿងនៅក្នុងខេត្តឧត្តរមានជ័យនឹងមួយទៀតគឺរឿងមួយនេះតកតងទៅនឹងតុលាការខេត្តឧត្តរមានជ័យនេះគឺគាត់ដោះលែងមេភូមិចាស់គឺមេភូមិស្រែកណ្ដាលនឹងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបន្ទាប់ពីខាត់ខ្លួនកាលពីថ្ងៃទី5កុម្ភៈគឺពីបទ5អំពើហិង្សាទៅលើប្រជាពលរដ្ឋនោះលោកអ៊ូប៊ុនលីចាក្រមស៊ើបសួរនៃតុលាការខេត្តឧត្តរមានជ័យក៏បានប្រាប់ទូរទស្សន៍ហង្សមាសថាការដោះលែងជនសង្ស័យឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយសារតែជនសង្ស័យគឺមានសុខភាពមិនសូវល្អហើយមានទីលំនៅច្បាស់លាស់និងតម្កល់ប្រាក់នៅតុលាការហើយលោកបានអះអាងថាបើតុលាការស៊ើបអង្កេតឃើញថាជនសង្ស័យនៅតែប្រព្រឹត្តដោយការចោទប្រកាន់របស់ប្រជាពលរដ្ឋទៀតនោះគឺតុលាការនឹងឃុំខ្លួនជនសង្ស័យរូបនេះហើយក៏បញ្ជាក់ថាលោកអង្គខៀងមេភូមិស្រែកណ្ដាលគឺត្រូវតុលាការឃាត់ខ្លួនអនុវត្តតាមពាក្យបណ្ដឹងខាងដើមចោទជាប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិនិងខាងដើមបណ្ដឹងដដែលហ្នឹងគឺបាននាំគ្នាតវ៉ាដល់ទីប្រជុំក្រុងសំរោងនៅថ្ងៃទី9កុម្ភៈគឺកុំឲ្យតុលាការដោះលែងនិងបន្ថែមការដាក់ទោសទៅដល់ដើមចោទដោយអះអាងថាលោកចាគឺដាក់ទោសទៅដល់ចុងចោទទៅនេះចាដោយអះអាងថាលោកមេភូមិរូបនេះបានប្រព្រឹត្តការកេងប្រវ័ញ្ចជិះជាន់ថែមទាំងប្រព្រឹត្តអំពើពុករលួយក៏ប៉ុន្តែនៅថ្ងៃបន្ទាប់ក៏មានប្រជាពលរដ្ឋជាច្រើនអ្នកផ្សេងទៀតនឹងគឺគាត់នាំគ្នាមកតវ៉ាគាំទ្រលោកមេភូមិអង្គខៀងគឺសូមឲ្យតុលាការនឹងដោះលែងឲ្យមានសិទ្ធិសេរីភាពធម្មតាឡើងវិញកាលពីថ្ងៃទី10កុម្ភៈព្រោះមិនដោយការចាត់ប្រកាន់ខាងរបស់ខាងដើមចាត់នៅឡើយចាហើយចារឿងនេះគឺយើងមិនដឹងដែរព្រោះថាដំបូងមកមានអ្នកតវ៉ាថាគាត់នឹងធ្វើអញ្ចឹងចុះបន្ទាប់មកក៏មានអ្នកមកគាំទ្រអញ្ចឹងយកដឹងទេយើងទុកឲ្យខាងខេត្តឧត្តរមានជ័យចាគឺគាត់ដោះស្រាយទៅចាបាទយើងបន្តព័ត៌មាននៅក្នុងខេត្តព្រះវិហារវិញម្ដងគឺអាជីវករផ្សារកំពង់ប្រណាក់កំពុងយកទ្រូងផ្លូវធ្វើអាជីវកម្មបាទនេះគឺពាក់ព័ន្ធនៅតាមផ្សារមួយចំនួនគឺយកផ្លូវហើយយើងឃើញថាមានការរៀបចំឲ្យមានសម្ដាប់ធ្នាប់ធ្វើយ៉ាងណាកុំឲ្យមានលក់មកលើចិញ្ចើមផ្លូវនោះបាទអាជីវករផ្សារកំពង់ប្រណាក់ជាច្រើនបាននាំគ្នាមកធ្វើអាជីវកម្មនៅលើទ្រូងផ្លូវជុំវិញផ្សារដែលធ្វើឲ្យអ្នកធ្វើដំណើរពិបាកក្នុងការធ្វើដំណើរដោយសារតែតូបអាជីវករលក់
ដាក់លក់គឺបិទផ្លូវចិត្តធ្វើឲ្យបាត់បង់សុខភាពផ្សារដែលនៅកណ្ដាលក្រុងព្រះវិហារអាជីវករលក់ដូរបាននិយាយឲ្យដឹងថាពួកគាត់មកលក់ដូរនៅលើទ្រង់ផ្លូវផ្សារកំពង់ប្រណានេះពួកគាត់បានបង់ภาษีជូនប្រធានផ្សារជារៀងរាល់ថ្ងៃដោយសារតែពួកគាត់គ្មានលុយទិញតូបផ្សារពីព្រោះអីតូបផ្សារមានតម្លៃថ្លៃទើបពួកគាត់គ្មានសមត្ថភាពទិញតូបផ្សារនោះទេប្រពន្ធព័ត៌មានដដែលបានបន្តទៀតថាមជ្ឈមណ្ឌលសុខភាពនិងដីផ្សារខាងលិច10ម៉ែត្រនិងបណ្ដោយ120ម៉ែត្រនៅក្នុងផ្សារកំពង់ប្រណាត្រូវបានមន្ត្រីសាលាខេត្តដែលជាគណៈកម្មការផ្សារបានលក់ឲ្យទៅឈ្មួញដើម្បីយកធ្វើជាកម្មសិទ្ធិអស់ទៅហើយបន្ទាប់ពីនេះការធ្វើអាជីវកម្មតូចតាចគ្មានទីតាំងលក់ដូរសុខចិត្តកាត់ទ្រូងផ្លូវចំនួន3ជ្រុងបាទសម្រាប់ធ្វើអាជីវកម្មលក់ដូរទៅវិញដោយយកภาษีពីអាជីវករតូចតាចជារៀងរាល់ថ្ងៃនៅក្នុងនោះក៏មានអាជីវករខ្លះថាពួកគាត់បានជួលដីទ្រូងផ្លូវនេះបានបង់លុយឲ្យប៉ូលីសផ្សារផងដែរទាក់ទងនឹងរឿងនេះលោកកែវសេងគឹមនាយកហិរញ្ញវត្ថុសាលាខេត្តបរសៃនុទទួលបន្ទុកអភិវឌ្ឍផ្សារកំពង់ប្រណាបានបញ្ជាក់ថាការអភិវឌ្ឍផ្សារកំពង់ប្រណាខាងលិចទៅមិនរួចទេដោយសារតែពេលនេះគឺក្រុមហ៊ុនកំពុងតែចរចាជាមួយនឹងអាជីវករបន្តទៅទៀតបាទនេះគឺពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋក៏ដូចជាបញ្ហាផ្សេងៗចំពោះការលក់នៅតាមផ្លូវនោះបាទបាទយើងបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងចុះបាទចាស់លើនេះឥឡូវនេះយើងបន្តទៅរឿងគ្រោះថ្នាក់ចរាចរណ៍ជាបន្តទៀតគឺនៅខាងខេត្តមណ្ឌលគិរីនោះវិញគឺរថយន្តហ៊ីយ៉ុនដៃ5តោនមួយគ្រឿងនឹងដឹកចាគឺដឹកសម្ភារៈរោងការចាហើយក៏បានកលាប់នៅចំណុចភ្នំបាយឆៅសង្កាត់រមនីនៅក្រុងសែនមនោរម្យគឺធ្វើឲ្យមនុស្សប្រុសស្រីនេះរងរបួសធ្ងន់ស្រាលហើយក៏មានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដងហើយគឺហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 9:30 នាទីព្រឹកថ្ងៃទី 3 មីនានេះលោកច័ន្ទតិតនីការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តគឺបានដឹងថានៅពេលដែលរថយន្តខាងលើកំពុងតែធ្វើដំណើរពីភូមិមេប៉ៃឃុំពូជ្រៃស្រុកពេជ្ររាដាមកពីពិធីមង្គលការគេហើយក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភ្នំបាយឆៅដែលបណ្ដាលឲ្យមនុស្សប្រុសស្រីនៅលើរថយន្តស្លាប់និងរបួសរនោគរណែលចាគឺមានទាំងក្រុមចុងភៅសំអាងការនិងអ្នករត់តុហើយសរុបនឹង22នាក់គឺ22នាក់ហ្នឹងគាត់រងរបួសចាហើយម្នាក់គឺស្លាប់ចាហើយលោកក៏បានបន្តថារថយន្តនោះដឹករោងការហើយព្រមទាំងដឹកសម្ភារៈសម្រាប់ពិធីគឺមានមនុស្សប្រុសស្រី23នាក់ក្នុងនោះបរិសុទ្ធម្នាក់ស្លាប់រីឯមនុស្ស22នាក់ក៏កំពុងតែបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងគ្លីនិកឯកជនហើយពេលដែលធ្វើដំណើរមកដល់ភ្នំបាយឆៅអ្នកបើកបរនោះគឺគាត់មានការធ្វេសប្រហែសគឺឡើងភ្នំខ្ពស់មិនបានសាំងលេខបណ្ដាឲ្យរថយន្តនោះរអិលថយក្រោយក៏ជួបនឹងហេតុការណ៍គ្រោះថ្នាក់នេះតែម្ដងលោកសៀសុមានប្រធានមន្ទីរពេទ្យបង្អែកខេត្តក៏បានដឹងថាមានមនុស្សប្រុសស្រីជួបហេតុការណ៍ខាងលើនេះគឺបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកគឺ17នាក់ហើយកំពុងសម្រាប់ព្យាបាលនៅឯកជននឹង5នាក់គឺសរុបទាំងអស់របួសធ្ងន់និងស្រាលហ្នឹងគឺ22នាក់ក្នុងនោះស្រី4នាក់ប្រុស18នាក់លោកងិនសុភឿនស្នងការរងខេត្តទទួលបន្ទុកចរាចរណ៍និងស្ដាប់ធ្នាប់គឺបានដឹងថារថយន្តគ្រោះថ្នាក់ខាងលើនេះពាក់ស្លាកលេខកំពង់ធំ 3A0598 មកពីខេត្តកំពង់ចាមហើយក្រុមអ្នករងរបួសទាំងអស់នៅក្នុងភូមិកោឃុំកោស្រុកព្រៃឈរខេត្តកំពង់ចាមលោកក៏បានបន្តថាចំពោះយុវជនម្នាក់ដែលស្លាប់នៅក្នុងហេតុការណ៍នោះសមត្ថកិច្ចក៏ពុំទាន់ស្រាវជ្រាវឃើញអត្តសញ្ញាណឡើយទេព្រោះឪពុករបស់សពកំពុងតែរងរបួសធ្ងន់ដែរចាអូននេះចាគឺរូបភាពមកទាំងអស់តែម្ដងចាដោយសារតែគាត់ឡើងភ្នំហើយអត់សាំងលេខហើយក៏ថយក្រោយទៅវិញចាជួនកាលឡាននេះរៀងធំហើយចាស់អញ្ចឹងវាពិបាកចាពិបាកឡើងនេះគឺរអិលមកហើយអកុសលគឺស្លាប់មនុស្សម្នាក់ហើយរងរបួសធ្ងន់នឹងស្រាលដល់ទៅ22នាក់ឯណោះចាបាទខ្ញុំឃើញអ្នកខ្លះគឺការដាច់អ្នកខ្លះបែកក្បាលបែកទៅទៀតបាទយើងចូលរួមសោកស្ដាយចំពោះអ្នកដែលមានធីមគោលការណ៍នោះផងបាទចាអញ្ចឹងសំណូមពរទៅដល់អ្នកដែលបើកតកងរថយន្តនឹងតែម្ដងចាសូមឲ្យមានការប្រុងប្រយ័ត្នឲ្យខ្ពស់គឺព្រោះថាជីវិតអ្នកទាំងប្រមាណគឺផ្ញើនៅលើតកងទៅហើយនៅពេលដែលធ្វើការបើកបរនៅតាមដងផ្លូវនោះចាឥឡូវនេះយកខ្ញុំតែពីអ្នកសូមសម្រាប់មួយផ្លែសិនហើយយើងនឹងជួបគ្នានៅវគ្គក្រោយជាបន្តទៀតបាទចាលោកអ្នកឥឡូវនេះយើងបន្តព័ត៌មាននៅក្នុងវគ្គចុងក្រោយគឺមន្ត្រីរាជការកម្ពុជានឹងគឺគាំទ្រចំពោះការគ្រប់គ្រងពាណិជ្ជកម្មនិងជំនួយគ្រប់ប្រភេទនៅតាមប្រព័ន្ធព័ត៌មានវិទ្យាដោយថាគឺមានភាពងាយស្រួលនិងមានប្រសិទ្ធភាពនោះនៅក្នុងពិធីសម្ពោធកម្មវិធី Softline ដែលក្រុមហ៊ុនលក់អាជ្ញាប័ណ្ណកម្មវិធីផ្នែកទុននិងសេវាបច្ចេកវិទ្យាព័ត៌មានវិទ្យាថ្នាក់អន្តរជាតិនៅរាត្រីថ្ងៃទី 2 មីនាឆ្នាំ 2014 នៅរាជធានីភ្នំពេញឯកឧត្តមទេសរដ្ឋមន្ត្រីលីថុចអនុប្រធានទី 2 គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសកម្ពុជាគឺបានថ្លែងថាវាមានភាពងាយស្រួលផងដែរចំពោះការគ្រប់គ្រងទិន្នន័យផ្នែកពាណិជ្ជកម្មនិងជំនួយគ្រប់ប្រភេទទៅតាមប្រព័ន្ធព័ត៌មានវិទ្យានេះឯកឧត្តមក៏បានបន្ថែមថាបច្ចុប្បន្ននៅក្នុងពិភពលោកកំពុងតែមានការពេញនិយមចំពោះការគ្រប់គ្រងបែបនេះ
លោក Agno Borovico នាយកក្រុមហ៊ុនគ្រប់គ្រងចំនួន27ប្រទេសគឺបានបញ្ជាក់ថា Softline ទទួលបានការចាត់តាំងជាដៃគូដំណោះស្រាយផ្ដល់អាជ្ញាប័ណ្ណពីក្រុមហ៊ុន Microsoft ដោយព្រមព្រៀងសម្រាប់ Enterprise Select Plus Academic Select Plus Enrollment of Education Solution School TTWA គឺសម្រាប់អង្គភាពខ្នាតធំព្រមទាំងកិច្ចព្រមព្រៀងផ្ដល់សេវាផលិតផលរបស់ក្រុមហ៊ុន Microsoft ផងដែរ Softline កម្ពុជាគឺជាផ្នែកមួយនៃក្រុមហ៊ុន Softline មានសាខានៅក្នុងបណ្ដាប្រទេសចំនួន27និងទីក្រុងចំនួន76ទូទាំងពិភពលោកដែលទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ីហើយ Softline គឺមានការគ្រប់គ្រងនិងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុយ៉ាងរឹងមាំទៅដោយពោពេញទៅដោយបទពិសោធន៍ខ្ពស់នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យាអរិយពេលជាង20ឆ្នាំមកហើយ Softline ក៏មានសេចក្តីសំណររីករាយយ៉ាងក្រៃលែងនៅក្នុងការនាំមកនៅជំនាញការអន្តរជាតិរបស់ខ្លួនចូលមកក្នុងទីផ្សារបច្ចេកវិទ្យាព័ត៌មានជាតិនៅក្នុងប្រទេសកម្ពុជានេះចា៎ បាទនេះគឺពាក្យបណ្ឌការអភិវឌ្ឍខាងបច្ចេកវិទ្យាផ្សេងៗដូចជាសមាហរណកម្មវិទ្យាការអភិវឌ្ឍនៅក្នុងវិទ្យាចារកម្ពុជាហើយយើងឃើញថាវិនិយោគទុនជាច្រើនគឺមានការចាប់អារម្មណ៍នៅក្នុងទីផ្សារកម្ពុជាផងដែរបាទយើងបន្តព័ត៌មានពាក់ព័ន្ធនឹងកិច្ចការមួយស្ទោវិញម្ដងគឺយើងគេថាសប្បុរសជនខ្មែរនៅអូស្ត្រាលីគឺនាំយកថវិកាជាង$2000ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីទ្រទ្រង់ឲ្យមន្ទីរពេទ្យនេះអាចបន្តដំណើរការក៏ជាជួយទៅដល់កុមារដែលមានជំងឺនៅក្នុងវិទ្យាចារកម្ពុជាជាបន្តទៀត បាទបន្ទាប់ពីមើលឃើញពីការលំបាកខ្វះខាតថវិកាសម្រាប់បន្តដំណើរនៅក្នុងមន្ទីរពេទ្យនៅក្នុងការជួយសង្គ្រោះអាយុជីវិតរបស់កុមារជាបន្តមនុស្សសប្បុរសជនខ្មែរដែលរស់នៅប្រទេសអូស្ត្រាលីបាននាំយកថវិកាចំនួន$2000ទៅប្រគល់ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីចូលរួមជួយគាំទ្រសកម្មភាពមនុស្សធម៌ទៅដល់មន្ទីរពេទ្យដែលបានពិនិត្យនិងព្យាបាលជំងឺជូនកុមារដែលឥតគិតថ្លៃនោះនៅក្នុងពិធីប្រគល់ថវិកាជូនទៅដល់មន្ទីរពេទ្យ ការពិធីទី1ខែមីនាលោករងគឹមគួរតំណាងឲ្យលោកជូហេងជុំដែលជាសប្បុរសជនខ្មែររស់នៅប្រទេសអូស្ត្រាលីបានបញ្ជាក់ថាការនាំយកថវិកាមកផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅពេលនេះគឺដើម្បីរួមចំណែកគាំទ្រទៅដល់សកម្មភាពដំណើរការរបស់មន្ទីរពេទ្យដែលកន្លងមកនេះមន្ទីរពេទ្យគឺជួបបញ្ហាខ្វះថវិកាសម្រាប់បន្តជួយសង្គ្រោះអាយុជីវិតរបស់កុមារគ្រប់រូប លោកបានបន្តថាតាមរយៈថវិកាបន្តិចបន្តួចនេះលោកសន្យាថានឹងខិតខំស្វែងរកថវិកាពីសប្បុរសជននៅប្រទេសក្រៅបន្តទៀតដូចជាបណ្ដាប្រទេសផ្សេងៗសម្រាប់បន្តជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងតែជួបប្រទះនឹងបញ្ហាខ្វះថវិកាដើម្បីផ្ដល់លទ្ធភាពដល់មន្ទីរពេទ្យមួយនេះបន្តដំណើរការជាបន្តទៀតនៅក្នុងការពិនិត្យនិងព្យាបាលជំងឺ លោក Dennis Lorong អនុប្រធានមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាបានមានប្រសាសន៍គឺជាថ្លែងអំណរគុណទៅដល់សប្បុរសជនខ្មែរនៅប្រទេសអូស្ត្រាលីដែលបានរួមចំណែកនាំយកថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដែលមន្ទីរពេទ្យនេះកំពុងតែជួបវិបត្តិគឺខ្វះថវិកាដើម្បីបន្តការងារមនុស្សធម៌របស់ខ្លួនជួយប្រជាពលរដ្ឋជាពិសេសគឺពិនិត្យនិងព្យាបាលជំងឺជូនកុមារនោះ លោកបានបន្តទៀតថាការផ្ដល់ជូនថវិកាពីសប្បុរសជននៅពេលនេះគឺជាការវិការដល់សប្បុរសជនក្នុងការឆ្លើយតបតាមពីនេះតាមពេលវេលាសម្រាប់ជួយទៅដល់ការត្រួតត្រងសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា បាទយើងឃើញថានេះគឺសប្បុរសជនគឺជាបន្តទៅទៀតហើយគឺបានផ្ដល់ថវិកាចំនួន$2000ហើយយើងឃើញថានេះគឺជាសកម្មភាពមួយជួយទៅដល់កុមារដែលត្រូវការព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាគឺព្យាបាលកុមាររាប់ម៉ឺននាក់ដោយមិនគិតថ្លៃនោះទេបាទចានិយាយទៅគឺមកពីគ្រប់បណ្ដាខេត្តទាំងអស់គឺចូលទៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាហើយយើងឃើញថាឥឡូវនេះគឺសប្បុរសជនគឺតែឥឡូវឃើញថាជួយជាបន្តច្រើនដែរចា នេះគឺជាការចាប់ផ្ដើមចេញពីអ្នកហើយយើងឃើញថាសង្ឃឹមថាបើសិនយើងម្នាក់គឺម្នាក់បានឡាទៅគឺអាចជួយគ្នាបានច្រើនមែនទែនបាទយើងបញ្ចប់ព័ត៌មានសប្បុរសជននៅតែប៉ុណ្្នឹងចុះយើងបន្តព័ត៌មានទាក់ទងនឹងការជួយរបស់អង្គការមួយគឺជួយទៅដល់កុមារដែលរងគ្រោះនៅប្រទេសហ្វីលីពីនគឺលោកប្រធានក្រុមហ៊ុន Don Premium ដែលជាសប្បុរសជននេះគឺបានធ្វើសន្និសីទផ្សាយនៅព្រឹកមិញនេះគឺមានកម្រងគឺជួយទៅដល់កុមារនៅប្រទេសហ្វីលីពីនក៏ជាកុមារនៅក្នុងប្រជាជាតិកម្ពុជាការធ្វើសន្និសីទនេះគឺលោកបានមានប្រសាសន៍ថាគឺក្នុងគោលបំណងជួយទៅដល់កុមារដែលនៅប្រទេសហ្វីលីពីនហើយកុមារនៅប្រទេសហ្វីលីពីនគឺបានបាត់បង់ឪពុកម្ដាយគឺខ្លាចជាក្មេងកំព្រាហើយគ្មានផ្ទះសម្បែងហើយអ្វីពិសេសនោះគឺគោលបំណងនៃការធ្វើការរើអង្គាសនៅក្នុងល្ងាចនេះផងដែរគឺដើម្បីជួយកុមារនៅកម្ពុជាផងដែរហើយលោកបានជួយទៅដល់អង្គការនៅក្នុងប្រជាជាតិកម្ពុជាមួយដើម្បីជួយទ្រទ្រង់កុមាររាប់រយនាក់ឲ្យពួកគាត់នឹងបានរៀនបានសូត្រក៏ដូចជាអាចមានអាហារគ្រប់គ្រាន់ផងដែរ
ហើយនៅក្នុងល្ងាចនេះនៅឯ Himari គឺនឹងមានកម្មវិធីមួយដើម្បីរៃអង្គាសប្រាក់នឹងដើម្បីជួយទៅដល់កុមារផ្សេងៗគឺលោក Steven ដែលជាប្រធានក្រុមហ៊ុន Ben Premium បានមានប្រសាសន៍ថាលោកគឺពិតជាយកចិត្តទុកដាក់ខ្លាំងទៅលើកុមារលោកចង់ជួយកុមារនឹងឲ្យមានជីវភាពល្អប្រសើរនិងមានអនាគតនៅថ្ងៃខាងមុខផងដែរហើយលោកសង្ឃឹមថាអាចផ្សារភ្ជាប់នឹងមានការផ្លាស់ប្ដូរបទពិសោធន៍រវាងកុមារកម្ពុជានិងកុមារហ្វីលីពីនផងដែរព្រោះថាកុមារហ្វីលីពីនជាច្រើនគឺបានជួបនឹងបញ្ហានេះគឺជួបនឹងគ្រោះធម្មជាតិនោះបាទយើងបញ្ចប់ព័ត៌មានពាក់ព័ន្ធនឹងកិច្ចការមនុស្សធម៌ក៏ដូចជាការរៃអង្គាសប្រាក់នឹងតែប៉ុណ្្នឹងចុះបាទយើងបន្តព័ត៌មានសេចក្តីជូនដំណឹងមួយគឺការសុំសួររកបងប្អូនបាទសួររកកូនបាទគឺម្ដាយរបស់គាត់គឺបានទៅដល់គឺជួបនឹងបងវិធីគាត់ចង់ឲ្យមានការផ្សាយព័ត៌មានថាគាត់បានបាត់កូនហើយគាត់ចង់ឲ្យកូននឹងមកជួបគាត់គឺដំណឹងសួររកកូនរបស់ខ្ញុំឈ្មោះទុំទូចបាទទុំទូចជាគាត់ឈ្មោះទុំទូចជាម្ដាយដែលមានអាយុ80ឆ្នាំបានសួររកកូនឈ្មោះថាសៀងម៉ារុំបាទសៀងម៉ារុំជាភេទស្រីអាយុ45ឆ្នាំបានបាត់ប្រហែលជាង10ឆ្នាំមកហើយគឺនៅក្នុងភូមិកូពីធំស្រុកទៀនស្វាយខេត្តកណ្ដាលបើបងប្អូនបានឃើញសូមទំនាក់ទំនងមកលេខទូរស័ព្ទ012 34 22 97បាទយើងឃើញនេះគឺតើតើនឹងការបាត់កូនមិនសិនបងប្អូនបានឃើញភិនភាគដោយក្នុងទូរទស្សន៍អាចទំនាក់ទំនងទៅលេខទូរស័ព្ទនោះបានបាទព័ត៌មាននេះទៀតគឺបាត់កូនបាទដំណឹងបាត់កូនគឺបងប្រុសឈ្មោះថានាងសុវណ្ណគឺនៅក្នុងភូមិត្រពាំងត្របែកឃុំអង្គកសោមស្រុកត្រាំកក់ខេត្តតាកែវបានបាត់កូនប្រុសឈ្មោះថានាងសិលាហើយក្តាមអាយុ16ឆ្នាំបានបាត់កាលពីថ្ងៃទី25ខែ2ឆ្នាំ2014វេលាម៉ោង12មូលហេតុគឺខុសឪពុកម្ដាយស្ដីបន្ទោសបន្តិចបន្តួចព្រៀងទៅរៀនសិលាមានភិនភាគកម្ពស់1.45 ម៉ែត្រសម្បល់សស្លៀកខោបារាំងជើងខ្លីនិងពាក់អាវយឺតពណ៌សគឺមានពាក់ខ្សែកផ្លាទីនមួយខ្សែបើកូនបានឮដំណឹងនេះហើយសូមត្រឡប់មកផ្ទះវិញឪពុកម្ដាយមិនយកទោសទៅអ្វីនោះទេឬក៏បងប្អូនបានឃើញភិនភាគដែលបានបង្ហាញនេះគឺសូមទំនាក់ទំនងមកលេខទូរស័ព្ទ012 91 60 37និងមួយខ្សែទៀត097 99 66 850បាទនេះគឺឪពុកម្ដាយចង់ឲ្យកូនវិលត្រឡប់មកវិញបាទចាស់ហើយនៅសល់ដំណឹងចុងក្រោយគឺដំណឹងបាត់របស់គឺលោកពូកឹមសវេតនឹងដែលគាត់រស់នៅភូមិ2សង្កាត់ដងតុងក្រុងខេមរិនខេត្តកោះកុងគឺជ្រុះបាត់កាបូបលុយហើយក្នុងកាបូបនឹងគឺមានអត្តញ្ញាណប័ណ្ណ1កាតគ្រី1បានបើកបោ1ហើយកាតមន្ត្រីរាជការនិងកាត ATM ធនាគារ AC Lida នឹងចំនួន2ហើយបាត់នៅក្នុងក្រុងខេមរិនកាលពីថ្ងៃទី26ខែកុម្ភៈនេះហើយបងប្អូនណារើបានចាគឺបានឃើញហ្នឹងគឺឈ្មោះថាកឹមសាវេតចាក៏សូមតាក់ទងមកតាមទូរស័ព្ទលេខ016 95 42 06ហើយមួយខ្សែទៀតគឺ097 92 45 289គឺលោកពូនឹងមានជូនជាសគុណលោកអ្នកជាទីគោរពការផ្សាយផ្ទាល់របស់កម្មវិធីហៅមានព័ត៌មានពេលរសៀលនៅក្នុងថ្ងៃនេះក៏បានមកដល់ទីបញ្ចប់ទៅហើយជាចុងក្រោយនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភធំនៅក្នុងកម្មវិធីសាលាអន្តរជាតិ Learning សាលាអន្តរជាតិ Learning បានបើកកម្មវិធីសិក្សាចំណេះដឹងទូទៅបែបអាមេរិកកាំងពិតប្រាកដនៅកម្ពុជាស្រាក់បៀរ HD ត្រជាក់ខ្លាំងជាប់ចិត្តសហការឧបត្ថម្ភដោយ Premier គឺជាលំដាប់ខារ៉ាអូខេដែលល្បីនឹងទំនើបដាច់គេទៅមួយគត់នៅក្នុងក្រុងសៀមរាបនាឡិកាដៃម៉ាអូឡាំភីស្តាជាផលិតផលរបស់ប្រទេសស្វីសសម្បកកង់ម៉ូតូស៊ីហ្វាមានគុណភាពខ្ពស់ទន់ស្វិតមាំធន់នឹងការប្រើប្រាស់ Aloe Vera King សុខភាពជាចម្បងពិសាបានគ្រប់ពេលគ្រប់វ័យសាប៊ូលាងដៃ Freezer ប្រសិទ្ធភាពសម្រាប់មេរោគរហូតដល់ 99% Dolly Brand ជាផលិតផលឱសថឈាមមុខគេនៅក្នុងចំណោមក្រុមហ៊ុនល្បីៗលើពិភពលោក Petron Corporation គឺជាក្រុមហ៊ុនដែលផលិតនៅប្រេរំអិលប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិទឹកមុខខុតផ្សិតលិញជី Aspiration អ្នកជំនាញព្យាបាលជំងឺទឹកនោមផ្អែមដ៏ស័ក្តិសិទ្ធិសាច់ត្រាយភេសជ្ជៈបង្កើនថាមពលដ៏អស្ចារ្យរបស់អាមេរិកខោត្រណប់ iMake វត្តមានដ៏អស្ចារ្យនិងជាជម្រើសសម្រាប់បុរសគ្រប់រូបសាប៊ូបោកសម្លៀកបំពាក់អូកាធានាលាងជម្រះរាល់ស្នាមប្រឡាក់ដែលជាប់ខ្លាំង 100% បូរេរិតលំនៅឋានប្រកបដោយភាពកក់ក្ដៅនិងសុភមង្គល Motion Studio រក្សាស្នាមញញឹមរបស់លោកអ្នកឲ្យថិតថេរជាអមតៈហងមាសរស្មីហងមាសជាទីពេញចិត្តរបស់លោកអ្នកយកចិត្តមិត្តយុវវ័យវិទ្យុរស្មីហងមាស FM 95.7 MHz វិទ្យុហងមាស FM 104.5 MHz កំសាន្តប្រកបដោយចំណេះ Play Record is not silent បាទយើងខ្ញុំសូមអរគុណចំពោះការតាមដាននិងគាំទ្រទូរទស្សន៍ហងមាស HD TV បាទនៅពេលនេះខ្ញុំបាទសុភ័ណ្ឌនិងកញ្ញាស្រីនាងព្រមទាំងសហការីនៃទូរទស្សន៍ហងមាស HD TV សូមអរគុណសូមជម្រាបលាជួបគ្នានៅថ្ងៃស្អែកតាមពេលវេលាម៉ោងដដែល